លោកលោកស្រីកញ្ញាជាទីគោរពនៅពេលនេះសូមជូនព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍ហងមាស HD TV ដែលមានមេត្តាសំខាន់ដូចតទៅនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមានសិទ្ធិនាំចូលរថយន្តពន្លត់អគ្គិភ័យកម្ពុជាមិនរើសអើងចំពោះអ្នកវិនិយោគបរទេសទេតែកម្ពុជាក៏ចង់ឲ្យជនជាតិរបស់ខ្លួនបានក្លាយទៅជាសេដ្ឋីដែរបាញ់តដៃគ្នាជាមួយអ្នកជួញដូរគ្រឿងញៀនត្រូវប៉ូលីសបាញ់ឲ្យបាក់ជើងបរិសម្នាក់ជាទាហានសាក់5ជួសត្រូពិចហ្វូកុងវាប្រហារប្រទេសហ្វីលីពីនស្លាប់មនុស្ស4នាក់ការប្រយុទ្ធគ្នារបស់ក្រុមបាសបោសេរីនិងកងកម្លាំងរបស់រដ្ឋាភិបាលនៅតែខ្លាំងក្លាដោយមើលឃើញពីតម្រូវការនិងការលំបាករបស់ប្រជាជននោះក្រៅពីការផ្តល់សេវាអប់រំនិងបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្សសាលារៀនសវណ្ណភូមិបានពង្រីកវិសាលភាពលើវិស័យអប់រំឲ្យកាន់តែល្អប្រសើរនិងមានគុណភាពដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកសិក្សាថ្លែងក្នុងពិធីសម្ពោធសាលារៀនសវណ្ណភូមិទីតាំងចំពោះវ័នព្រឹកថ្ងៃទី27ធ្នូលោកខឹមផុននាយកប្រតិបត្តិនៃក្រុមហ៊ុន NTC Group មានប្រសាសន៍ថាការចូលរួមសកម្មភាពផ្នែកមនុស្សធម៌ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតសាលារៀនសវណ្ណភូមិបានបើកសាខាថ្មីបន្ថែមទៀតលោកបានបន្តថាការពង្រីកសាខានេះគឺដើម្បីបង្ហាញពីសកម្មភាពវិជ្ជមានគំរូល្អព្រមទាំងការបណ្ដុះផ្នត់គំនិតដល់សិស្សានុសិស្សនិងជំរុញឲ្យមានវប្បធម៌ចេះជួយគ្នាទៅវិញទៅមកហើយអ្វីដែលសវណ្ណភូមិយើងបាននឹងកំពុងធ្វើកន្លងមកក្រោយពីយើងបានរួមចំណាយជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍទុនធានមនុស្សយើងក៏បានរួមចំណាយជាមួយរដ្ឋាភិបាលក្នុងការទៅលើសកម្មភាពមនុស្សធម៌មួយចំនួនជាក់ស្ដែងដូចនៅកន្លែងនេះអញ្ចឹងយើងបានអញ្ជើញប្រជាពលរដ្ឋចំនួន5គ្រួសារដែលគាត់កំពុងជួបប្រទះការខ្វះខាតយើងអញ្ជើញគាត់មកចូលរួមក្នុងពិធីនេះដើម្បីយើងផ្ដល់ជាអង្គជាទឹកត្រីជាទឹកស្អ៊ីវជាមុងជាភួយជូនដល់គាត់ធ្វើបិទតែសម្ភារៈដែលយើងផ្ដល់ឲ្យគាត់នេះមានចំនួនតិចប៉ុន្តែវាជាសកម្មភាពក្នុងការរួមចំណែកដោះស្រាយអ្វីដែលគាត់កំពុងជួបការលំបាកជាមួយនឹងរដ្ឋាភិបាលដែលគាត់កំពុងតែគិតគូរពីរឿងបញ្ហាហ្នឹងហើយយើងរួមចំណែកបន្ថែមទៀតអញ្ចឹងយើងរួមចំណែកជាមួយរដ្ឋាភិបាលទៅលើការងារអប់រំផងយើងរួមចំណែកជាមួយរដ្ឋាភិបាលទៅលើការងារសង្គមផងការងារសប្បុរសធម៌ផងលោកបន្តថាការពង្រីកវិសាលភាពទៅលើវិស័យអប់រំឲ្យកាន់តែល្អប្រសើរនិងមានគុណភាពគឺដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សានិងសិស្សានុសិស្សឲ្យមានចំណេះដឹងពិតប្រាកដសូមបញ្ជាក់ថាគិតត្រឹមឆ្នាំ2012សាលារៀនសវណ្ណភូមិបានពង្រីកទីតាំងរបស់ខ្លួនសរុបចំនួន16កន្លែងរួចមកហើយដោយនៅរាជធានីភ្នំពេញមាន11ទីតាំងនិងនៅតាមបណ្ដាខេត្តចំនួន5ទីតាំងនិងមានសិស្សសរុបចំនួនជាង27,000 នាក់ផងដែរព័ត៌មានជាតិដែលយើងខ្ញុំទាំងពីរនាក់បានជម្រាបជូនលោកលោកស្រីកញ្ញាក្នុងពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញតាមដានទស្សនាព័ត៌មានអន្តរជាតិ